បច្ចុប្បន្ននេះ Internet SIM card ដែលយើងហៅថា Mobile Technology ពិតជាដើរលឿនមែនទែនដូច្នេះវាស័ក្តិសមជាមួយនឹងកាមេរ៉ាសុវត្ថិភាពដែលត្រូវការប្រើ SIM ដូចគ្នាដែរឬគឺ Hikvision Solar 4G Camera កាមេរ៉ាមួយនេះគឺប្រើ SIM card សម្រាប់ភ្ជាប់ទៅកាន់អ៊ីនធឺណិតហើយលើសពីនោះទៀតគឺវាប្រើជាមួយនឹងផ្ទាំង solar ផ្ទាំង solar គឺមានន័យថាយើងអត់ត្រូវការរត់ភ្លើងឲ្យវានោះទេគឺ slogan របស់គេគឺ cable free មានន័យថាអត់ត្រូវការទាំងរត់ខ្សែអ៊ីនធឺណិតហើយក៏អត់ត្រូវការរត់ខ្សែភ្លើងផងដែរនិយាយរួមគឺយកទៅបំពាក់កន្ឡើងនៅលើបង្គោលភ្លើងឬក៏ outdoor ដែលយើងស័ក្តិសមសម្រាប់ទីតាំងរបស់យើងគ្រាន់តែដោត SIM គឺអាចប្រើបានតែម្ដងអ្នកទាំងអស់គ្នាផ្ទាំង solar នេះគឺកម្លាំងរបស់វាគឺ8វ៉ាត់ហើយចំពោះកាមេរ៉ាក៏មានជាប់ជាមួយនឹង battery របស់វាដែលកម្លាំងរបស់វាគឺ 32.56 វ៉ាត់ម៉ោងដែលវាសាកថ្មជាមួយនឹងផ្ទាំង solar នេះគឺជាមួយនឹង Type C តែម្ដងក្នុងការបញ្ជូនភ្លើងបំលែងចេញពីផ្ទាំង solar ចូលមកកាន់ battery ដែលជាប្រភេទ rechargeable អញ្ចឹងដោយសារកាមេរ៉ាសុវត្ថិភាពនេះគឺសម្រាប់ដាក់នៅខាងក្រៅអញ្ចឹងវាមានអាវក្រោះការពារជាមួយនឹងការជម្រាបទឹកហើយនឹងធូលីកម្រិត IP66 ហើយវាអាចបង្វិលឡើងលើចុះក្រោមបានគេហៅថា PT series ដែលយើងអាចបង្វិលតាមបញ្ជាតាមរយៈទូរស័ព្ទដៃគឺបង្វិលឆ្វេងស្ដាំស្ទើរតែមួយជុំតែម្ដងហើយនឹងអាចបង្វិលចុះក្រោមបានទៀតចំពោះមុខងារពិសេសរបស់វាក្រៅពីអាចប្រើ solar ប្រើ SIM 4G វាក៏មានសមត្ថភាពក្នុងការគ្រប់គ្រងពន្លឺគេហៅថា Smart Hybrid Light គឺមានន័យថាវាធ្វើការ switch auto ពីពន្លឺទៅភ្លើង IR មានន័យថា infrared អញ្ចឹងនៅពេលដែលស្ងាត់យើងចង់ឲ្យវាសខ្មៅនៅពេលដែលវា detect នៅសកម្មភាពគឺវានឹងធ្វើការបាញ់ភ្លើងឬទៅជា color ហើយអ្វីដែលមិនអាចខ្វះបាននោះគឺមុខងារ two way audio អញ្ចឹងយើងអាចនិយាយឆ្លងឆ្លើយជាមួយនឹងកាមេរ៉ាបានផងដែរអញ្ចឹងសម្រាប់អ្នកនៅខាងមុខកាមេរ៉ាគាត់អាចនិយាយមកគឺយើងអាចស្ដាប់បាននៅលើ app ទូរស័ព្ទដៃហើយយើងក៏អាចនិយាយទៅកាន់គាត់វិញមានន័យថាជាមុខងារឆ្លើយឆ្លងគ្នាតាមរយៈកាមេរ៉ាសុវត្ថិភាពអញ្ចឹង model ដែលខ្ញុំលើកយកមកនិយាយនេះគឺកម្រិតរូបភាពរបស់វាគឺច្បាស់ខ្លាំងមែនទែនរហូតដល់4 megapixel ដែលយើងអាចចាប់រូបភាពបានច្បាស់ទាក់ទងនឹងមនុស្សហើយនឹង digital ជាពិសេសនេះគឺ LAN ចំណុចពិសេសមួយទៀតដែលខ្ញុំមិនអាចរំលងបានគឺ motion detect អញ្ចឹង motion detect គឺយើងអាចគ្រប់គ្រងនៅសកម្មភាពដែលឆ្លងកាត់នៅកាមេរ៉ារបស់យើងមានដូចជាមនុស្សឬក៏ digital ជាពិសេសនេះគឺ LAN គឺវាអាចសម្គាល់បានល្អខ្លាំងមែនទែនហើយនឹងមនុស្សដែលដើរឆ្លងកាត់ហ្នឹងវាអាច detect បានធ្វើការ alert ប្រាប់យើងថានេះជាប្រភេទ LAN ឬក៏មនុស្សហើយចុងក្រោយគឺខ្ញុំនឹងនិយាយអំពីមុខងារ AOV អ្វីទៅជា AOV អញ្ចឹងកាមេរ៉ាសុវត្ថិភាពមួយនេះគឺវា support ជាមួយនឹងមុខងារពិសេសមួយថ្មីរបស់ក្រុមហ៊ុន Hikvision គឺ AOV មានន័យថា Always on Video មុខងារនេះគឺជាមុខងារពិសេសមួយដែលសន្សំសំចៃជាមួយនឹង storage របស់យើងអញ្ចឹងប៉ុន្តែកាមេរ៉ានេះគឺយើង record ទិន្នន័យចូលទៅកាន់ memory card នៅ slot កន្លែងនេះគឺយើងអាចដោត memory card លក្ខណៈ technical របស់វាគឺមានន័យថា video រូបភាពហ្នឹងគេហៅថា frame អញ្ចឹងវា record បើសិនជាអត់មានមនុស្សអត់មានសកម្មភាពអីទាំងអស់គឺវា record ក្នុងកម្រិតតែ1 frame per 2 second មានន័យថាយើងរាប់1 2អញ្ចឹងទៅគឺវា record មួយស្លឹកអាហ្នឹងគេហៅថា frame 1 frame 1 frame អញ្ចឹងវាជួយ save នៅទិន្នន័យរបស់យើងបើសិនជាយើង record ពេញរហូតមានន័យថាទោះបីអត់មានសកម្មភាពក៏ដោយក៏វា record ដែរអញ្ចឹងវា ស៊ី memory ច្រើនខ្លាំងមែនទែនអញ្ចឹងបើសិនជាមានសកម្មភាពវិញមាន motion detect ដែលវា detect ហ្នឹងគឺវានឹង record បានរហូតដល់15 frame ក្នុង1 second អញ្ចឹងមានន័យថាសកម្មភាពដំណើរការដើរឬក៏ឡានបើកហ្នឹងគឺ smooth ធម្មតាអញ្ចឹងមានន័យថា full frame បាទអញ្ចឹងវាមើលទៅបែបធម្មជាតិវិញតែបើសិនជាអត់មានសកម្មភាពគឺវា record តែ1 frame ក្នុងរយៈពេល1 second តែប៉ុណ្ណោះអញ្ចឹងបែបនេះគឺជាបច្ចេកវិទ្យាមួយដែលគេច្នៃឲ្យវារក្សានៅទិន្នន័យហ្នឹងគឺ record បានយូរហើយអត់មានដាច់នៅរូបភាពណាមួយទេមានន័យថាគឺ always on video ហ្នឹងឯងអូខេអញ្ចឹងខ្ញុំបានរៀបរាប់ជាមួយនឹងមុខងារពិសេសជាមួយនឹងកាមេរ៉ាស៊េរីមួយនេះអស់ហើយអញ្ចឹងបើសិនជាបងប្អូនអរគ្នាមានចម្ងល់ត្រង់ណាអាចឆាតសួរឬក៏ comment សួរខ្ញុំនឹងព្យាយាមឆ្លើយសម្រាប់ការចម្ងល់ដើម្បីសម្រាប់ចិត្តធ្វើការទិញយកទៅប្រើប្រាស់ហើយកាមេរ៉ានេះគឺស័ក្តិសមទៅឡើងនៅកន្លែងណាខ្លះគឺអាចថាយើងមិនចង់ប្រើប្រាស់ភ្លើងនៅមុខផ្ទះឬក៏យើងមើលផ្លូវឬក៏ចំការឬក៏កសិដ្ឋានអីផ្សេងជាពិសេសគឺមិនត្រឹមតែដាក់នៅទីជនបទកសិដ្ឋានអីទេនៅទីក្រុងក៏យើងអាចប្រើបានដែរបើសិនជាយើងមិនចង់ប្រើជាមួយភ្លើងរត់ខ្សែរញ៉េរញ៉ៃអាចដាក់នៅមុខផ្ទះមើលតាមដងផ្លូវមុខផ្ទះរបស់យើងអញ្ចឹងទៅ
ចឹងវាល្អខ្លាំងមែនគឺចំណេញជាមួយនឹងការរត់ខ្សែទាំងខ្សែភ្លើងខ្សែអ៊ីនធឺណិតហើយបើសិនជាបងប្អូនអរគ្នាចាប់អារម្មណ៍គឺអាចឆាតសួរឬ comment នៅក្នុង page ខាងក្រោមក្រុមការងារនឹងធ្វើការប្រឹក្សានិងឆ្លើយតបជូនណែនាំអំពីការតម្លើងនិងដាក់ជូនសម្រាប់បងប្អូនអរគ្នាឲ្យពេញចិត្តតែម្ដង